អាចកំបាំងនៅពីក្រោយភាពរុងរឿងនៃអាណាចក្រខ្មែរនាសម័យអង្គរតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាកាលពីជាង1000ឆ្នាំមុនបុព្វបុរសខ្មែរអាចកសាងអាណាចក្រមួយដ៏មហិមានិងមានឥទ្ធិពលបំផុតនៅអាស៊ីអាគ្នេយ៍តើអ្វីទៅជាកម្លាំងចលករដែលធ្វើឲ្យសម័យអង្គរក្លាយជាយុគសម័យមាសនៃប្រវត្តិសាស្ត្រខ្មែរថ្ងៃនេះយើងនឹងទៅស្វែងយល់ពីមូលហេតុចម្បង5យ៉ាងដែលធ្វើឲ្យអង្គរខ្លាំងក្លានិងរុងរឿងបំផុតមូលហេតុទី1នយោបាយបង្រួបបង្រួមនិងរចនាសម្ព័ន្ធដឹកនាំចំណុចចាប់ផ្ដើមនៃភាពខ្លាំងគឺការបង្រួបបង្រួមជាតិចាប់តាំងពីឆ្នាំ802នៃគ្រិស្តសករាជព្រះបាទជ័យវរ្ម័នទី2បានប្រកាសឯករាជ្យពីជ្វានិងបង្រួបបង្រួមខ្មែរឲ្យក្លាយជាធ្លុងមួយការបង្កើតទ្រឹស្ដីទេវរាជបានធ្វើឲ្យស្ដេចមានអំណាចពេញលេញទាំងផ្នែកអាណាចក្រនិងសាសនាដែលបង្កលក្ខណៈងាយស្រួលក្នុងការប្រមូលកម្លាំងទ័ពនិងកម្លាំងពលកម្មដើម្បីកសាងជាតិមូលហេតុទី2ប្រព័ន្ធធារាសាស្ត្រនិងសេដ្ឋកិច្ចកសិកម្មខ្មែរសម័យអង្គរគឺជាអ្នកជំនាញគ្រប់គ្រងទឹកការកសាងបារាយៈដូចជាបារាយខាងលិចមិនមែនគ្រាន់តែដើម្បីសាសនានោះទេប៉ុន្តែវាគឺជាអាងស្តុកទឹកសម្រាប់ធ្វើកសិកម្មខ្មែរអាចធ្វើស្រែបាន2ទៅ3ដងក្នុងមួយឆ្នាំកាលណាមានស្បៀងអាហារហូរហៀប្រជាជនក៏មានសេចក្តីសុខកងទ័ពក៏មានកម្លាំងហើយរដ្ឋក៏មានលទ្ធភាពចិញ្ចឹមជាងជំនាញដើម្បីសាងសង់ប្រាសាទមូលហេតុទី3យុទ្ធសាស្ត្រយោធានិងការពង្រីកទឹកដីអាណាចក្រខ្មែរមានកងទ័ពដ៏ខ្លាំងពូកែនិងបច្ចេកវិទ្យាយោធាកម្រិតខ្ពស់យើងមានកងទ័ពដំរីដ៏គួរឲ្យខ្លាចកងទ័ពថ្មើរជើងដែលបំពាក់ដោយអាវុធទំនើបនិងយុទ្ធសាស្ត្រវីលុកទាំងលើគោកនិងលើទឹកស្ដេចសឹកដ៏ល្បីល្បាញដូចជាព្រះបាទសូរ្យវរ្ម័នទី5និងព្រះបាទជ័យវរ្ម័នទី7បានពង្រីកដែនដីរហូតទៅដល់សមុទ្រចិនខាងត្បូងជួរភ្នំអាណាមនិងចុយទៅដល់ឧបទ្វីបម៉ាឡៃមូលហេតុទី4ការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវនិងស្ពានតើអ្នកដឹងទេថាសម័យនោះខ្មែរមានផ្លូវ highway រួចទៅហើយព្រះបាទជ័យវរ្ម័នទី7បានកសាងផ្លូវខ្វាត់ខ្វាយភ្ជាប់ពីរាជធានីអង្គរទៅកាន់ទីក្រុងផ្សេងៗការកសាងស្ពានថ្មនិងសាលាសំណាក់តាមដងផ្លូវបានធ្វើឲ្យការធ្វើពាណិជ្ជកម្មនិងការបញ្ជាទ័ពមានភាពរហ័សទាន់ចិត្តមូលហេតុទី5វិស័យអប់រំសាសនានិងវប្បធម៌ចំណេះដឹងគឺកម្លាំងសម័យអង្គរមានសាកលវិទ្យាល័យនិងមន្ទីរពេទ្យអាស្រមសាលាជាច្រើនការរួមបញ្ចូលគ្នារវាងព្រហ្មញ្ញសាស្ត្រនិងព្រះពុទ្ធសាសនាបានបង្កើតឲ្យមានស្មារតីសាមគ្គីគ្នានិងការច្នៃប្រឌិតឥតឈប់ឈរដែលឆ្លោះបញ្ចាំងតាមរយៈចម្លាក់និងស្ថាបត្យកម្មប្រាសាទដ៏អស្ចារ្យដែលពិភពលោកស្ញប់ស្ញែងរហូតមកដល់សព្វថ្ងៃសរុបមកវិញភាពរុងរឿងនៃសម័យអង្គរមិនមែនកើតឡើងដោយចៃដន្យទេវាគឺជាការរួមផ្សំគ្នារវាងភាពឆ្លៀសវៃនៃអ្នកដឹកនាំការគ្រប់គ្រងធនធានទឹកដ៏អស្ចារ្យនិងស្មារតីសាមគ្គីភាពនៃបុព្វបុរសខ្មែរមរតកទាំងនេះគឺជាមរតកដែលកូនខ្មែរគ្រប់គ្នាត្រូវសិក្សានិងថែរក្សាឲ្យគង់វង្សបើសិនជាអ្នកចូលចិត្តវីដេអូបែបប្រវត្តិសាស្ត្រនេះកុំភ្លេចចុច like share និង subscribe ដើម្បីបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណនិងជួបគ្នានៅវីដេអូបន្ទាប់